នៅព្រឹកថ្ងៃប្រហោះតុលាការសាលាធររាជធានីភ្នំពេញបានដំណើរការសវនាការអង្គសេចក្តីពាក់ព័ន្ធទៅនឹងការប្តឹងជំទាស់របស់លោកស៊ុន ស្រន សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលពាក់ព័ន្ធទៅនឹងសាលក្រមកំបាំងមុខកាលពីថ្ងៃទី25ខែសីហាឆ្នាំ2023សាលក្រមកំបាំងមុខនេះគឺពាក់ព័ន្ធទៅនឹងការបញ្ចេញមតិលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃទី7និងថ្ងៃទី19ខែសីហាឆ្នាំ2023ដោយតុលាការបានចោទលោកស៊ុន ស្រនពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមហើយតុលាការបានកាត់ទោសឲ្យលោកជាប់ពន្ធនាគារ2ឆ្នាំផងដែរលោកសឿនជំជួនមេធាវីការពារក្តីលោកស៊ុន ស្រនបានប្រាប់កម្ពុជាថាសវនាការនេះគឺជាសំណុំរឿងមួយផ្សេងពីសំណុំរឿងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាមឬហៅកាត់ថា CLV DTA ហើយតែតទៅនឹងវានៅដែលកាត់បង្ហោះហ្នឹងវាតែតទៅនឹងការលើកឡើងអំពីប្រព័ន្ធយុតិធធនៅកម្ពុជានិយាយអំពីប្រព័ន្ធឯករាជ្យអំពីប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាជាដើមណាលោកមេធាវីសឿនជំជួនបានបន្ថែមថាសវនាការនេះមានការពិភាក្សាដេញដោលទៅនឹងអង្គហេតុនិងសាក្សីហើយជាការសង្កេតនឹងការសន្និដ្ឋានរបស់លោកយល់ឃើញថាការពិភាក្សាដេញដោលផ្អែកទៅលើលទ្ធផលគឺมันមានធាតុផ្សំគ្រប់គ្រាន់នៅក្នុងបទចោទនោះទេហើយលោកក៏បានស្នើឲ្យតុលាការពិចារណាលុបចោលនៅសវនាការកំបាំងមុខនិងឲ្យកូនក្តីរបស់លោកបានរួចផុតពីបទចោទផងដែរយើងខ្ញុំក្នុងនាមជាមេធាវីនឹងគឺស្នើសុំឲ្យតុលាការនឹងពិចារណាលុបចោលនៅសាលក្រមកំបាំងមុខរបស់សាលាដំបងរាជធានីភ្នំពេញហើយនឹងឲ្យកូនក្តីយើងខ្ញុំនឹងបានរួចផុតពីបទចោទលោកមេធាវីក៏បានបញ្ជាក់ផងដែរថាតុលាការនឹងប្រកាសសាលក្រមនៅរសៀលថ្ងៃទី22ខែមិថុនាខាងមុខនេះយ៉ាងណាក៏ដោយលោកបញ្ជាក់ថាប្រសិនបើតុលាការប្រកាសសាលដីកាផ្តន្ទាទោសឬក៏ប្រកាសសាលដីកាតម្កល់សាលក្រមរបស់សាលាដំបងអញ្ចឹងមានន័យថាតុលាការនៅតែរក្សាការផ្តន្ទាទោសចំពោះកូនក្តីរបស់លោកចំនួន2ឆ្នាំដដែលការនេះលោកស៊ុន ស្រនអាចជាប់ពន្ធនាគារបន្ត2ឆ្នាំទៀតបន្ទាប់ពីលោកនឹងបញ្ចប់ការអនុវត្តទោសពាក់ព័ន្ធនឹងសំណុំរឿង CLV DTA ដោយសារតែសំណុំរឿងពីរផ្សេងគ្នាហើយលោកមេធាវីសន្និដ្ឋានថាតុលាការអាចនឹងមិនសរុបទោសឲ្យលោកស៊ុន ស្រននោះទេសូមបញ្ជាក់ថាព្រឹកថ្ងៃពុធទី29ខែមេសាកន្លងទៅចៅក្រមសាលាដំបងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោកស៊ុន ស្រននិងកញ្ញាភឹងសុភាជាប់ពន្ធនាគារចំនួន2ឆ្នាំនិងពិន័យជាប្រាក់4លានរៀលហើយជនជាប់ចោទ35នាក់ផ្សេងទៀតត្រូវផ្តន្ទាទោសចន្លោះពី18ខែទៅ2ឆ្នាំពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងសំណុំរឿង CLV DTA លោកស៊ុន ស្រននិងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផ្សេងទៀតនឹងបញ្ចប់ការអនុវត្តទោសចំនួន2ឆ្នាំនៅក្នុងពន្ធនាគារនៅថ្ងៃទី24ខែកក្កដាឆ្នាំ2026ខាងមុខនេះ